សួស្តីបងប្អូនទាំងអស់គ្នាណាអញ្ចឹងថ្ងៃនេះខ្ញុំមានទូរស័ព្ទមកដើមតែមានបញ្ហាអត់ឮសលេងយរួមដូចមិនអត់ថ្នាការអញ្ចឹងបងប្អូនណាអញ្ចឹងអានេះគឺ Honor Play 10បងប្អូនអញ្ចឹងសម្រាប់ Honor Play 10នេះគឺបញ្ហារបស់វាគឺអត់ឮមិនពេលដែលយើងទេតាមលេខតាមអីតាមឆាតតាមអីហ្នឹងបានន័យថាគេនិយាយមកយើងឮតែយើងនិយាយទៅគេអត់ឮយើងនិយាយទេអញ្ចឹងបងប្អូនឮដែរតែខ្សោយអញ្ចឹងអាហ្នឹងវាករណីនេះគឺបញ្ហាហ្នឹងអាចមកពីមិចខាងយើងបងប្អូនណាអញ្ចឹងដើម្បីអាចធ្វើការផ្លាស់ប្ដូរមិចបានឬក៏ជួសជុលវាបានដំបូងសម្រាប់ Honor Play 10នេះគឺយើងធ្វើការកោះខ្នងក្រោយរបស់វាសិនចេញសិនអញ្ចឹងណាបងប្អូនយើងកោះខ្នងក្រោយរបស់វាចេញសិនហើយទើបយើងអាចធ្វើការមូខ្ចៅដោះសបកដោះគ្រឿងដោះអីវាចេញបានទើបយើងអាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងដើម្បីធ្វើការកោះខ្នងក្រោយបងប្អូនមិនមែនកោះឆៅយកទេគឺវាអាចខូចវាអាចលហាយអាចអីបោះគេបើអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្នងក្រោយនេះគឺខ្ញុំធ្វើការកោះដោយដាក់សាំងបន្តិចម្ដងអញ្ចឹងណាបងប្អូនអាចយកជាប្រភេទ spray កោះកៅប្រភេទ spray ជូតកៅទូរស័ព្ទបងប្អូនណាអាចប្រើនឹងបានហើយនេះខ្ញុំប្រើជាមួយនឹងសាំងកោបទេនិយាយរួមទៅអត់ងាយស្រួលទេបងប្អូនណាជាមួយនឹងកៅស៊ីនវាពិបាកតិចទៅហើយបើយករឿងសិនជាយើងចេះតែដាក់ទៅអញ្ចឹងវាអាចខូចបោះភ្ញៀវតែម្ដងណាគឺនិយាយរួមខ្នងក្រោយអាចខូចតែម្ដងអញ្ចឹងតរំតែក៏ខ្នងក្រោយនេះបានអាចចំណាយពេលយូរដែរ10នាទីជាងឲ្យដែរអញ្ចឹងណាបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនបងផ្សេងដែលគាត់ជំនាញហើយអាហ្នឹងខ្ញុំអត់ដឹងទេគាត់អាចប្រើពេលខ្លីជាងខ្ញុំអញ្ចឹងទៅប៉ុន្តែបច្ចេកទេសម្នាក់វាខុសគ្នាអូខេអញ្ចឹងសម្រាប់Honor Play 10នេះគឺបញ្ហារបស់វាយើងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរមិនទេណាអញ្ចឹងអាហ្នឹងតិចទៀតខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាតើវាមូលហេតុអីទៅពេលយើងនិយាយទៅគេអត់ឮសលេងយើងអូខេអញ្ចឹងការកោះក្នុងក្រោយនេះចិត្តរួចរាល់ហើយបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like ឬក៏ share វីដេអូមួយនេះម្នាក់មួយផងហើយសម្រាប់channel របស់ខ្ញុំនេះគឺខ្ញុំនឹងធ្វើការផុសជាមួយនឹងពាក់ព័ន្ធជាមួយនឹងទូរស័ព្ទជាមួយនឹងការជួសជុលក៏ដូចជាបច្ចេកទេសនៅក្នុងការបង្កើតGmail Facebook YouTube អីចឹងណាបងប្អូនណាវាមានខ្ញុំចែកអ្វីដែលខ្ញុំដឹងខ្ញុំនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងឆ្លៀតពេលរកអ្វីដែលថ្មីមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដែរហើយសម្រាប់បងប្អូនខ្លះដែលគាត់បានដឹងហើយបើសិនជាបានឃើញវីដេអូរបស់ខ្ញុំនេះទៀតគឺខ្ញុំអធិស្ឋានណាព្រោះអីសម្រាប់បងប្អូនដែលអត់ចេះចាំចំណាយពេលមើលតែបងប្អូនដែលចេះហើយមិនបាច់ចំណាយពេលមើលក៏បានដែរអូខេអញ្ចឹងបន្ទាប់ពីយើងកោះខ្នងក្រោយរួចហើយយើងធ្វើការមូខ្ចៅខ្នងក្រោយរបស់វាមកទើបយើងធ្វើការកោះសបកអាចជួសជុលជាមួយនឹងមិចរបស់វាបានចឹងបន្ទាប់ពីយើងមូខ្ចៅរួចហើយណាបងប្អូនកុំភ្លេចដោះសរទេស SIM ចេញសិនមុននឹងធ្វើការកោះក្នុងក្រោយអញ្ចឹងយើងត្រូវការឆ្កឹះសរទេស SIM ចេញបន្ទាប់មកយើងកោះសបកវាចេញមកអូខេអញ្ចឹងបន្ទាប់ពីយើងឆ្កឹះសបកហើយណាបងប្អូនណាមើលខាងក្រោមនេះមើលកន្លែងប្រទេសមិចតើវាមានអីបាំងវាមានអីអត់អូខេបងប្អូនអញ្ចឹងពេលដែលយើងឆ្កឹះសបកក្រោយវាចេញមកមិចវាដំណើរការធម្មតាទេអញ្ចឹងបានន័យថាមិចវាអត់ខូចទេប៉ុន្តែដូចជាវាមានដីឬក៏មានធូលីអីបាំងអញ្ចឹងណាអញ្ចឹងយើងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរមិចនាំទៅខាត់ពេលទេគឺយើងផ្លាស់ប្ដូរគឺយើងបោះសម្អាតរុនមិចនឹងចេញមកឲ្យស្អាតមកដើម្បីឲ្យវាឮសលេងដូចដើមវិញណាអូខេចឹងសម្រាប់វីដេអូនេះបងប្អូនណាគឺតែប៉ុណ្្នឹងឯងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត